ក្រាបបងភ្លើងអត់ដឹងច្រឡំដៃទុកនៅណានេះកែអូនថយទេណាខ្ញុំមកក្រាបបងភ្លើងខែហ្នឹងអត់ដឹងច្រឡំដៃទុកនៅណានេះអូយលោកអើយលោកបាយហ្នឹងហើយគេហៅកាត់ទៅស្អីទៀតគេបងមួយតាមតែអេបណាមែនអអេបអីគេនេះណា ACF គេសួរប្រើខ្លាំងមែនតើបានតែប្រើប្រាស់គឺនេះក្នុងបំផុតគឺពីសិទ្ធិជនចង់ថ្លៃភ្លើងតាមរយៈ app នេះបានហើយការទូទាត់នេះអាចទូទាត់តាមរយៈ QR ជំនាញដៃគូដោយមិនគិតថ្លៃទេបាទវ៉ាលើណាខុសទេតែឥឡូវគេដាក់បោះដំបងព្រីឥឡូវគេចូល App Store ឬ Play Store ហើយស្វែងរក ACF បន្ទាប់មកចុច Install សម្រាប់យើងបន្តមានទំនាក់ទំនងយើងចុចបង្កើតទំនាក់ទំនងថ្មីដែលស្ថិតនៅខាងក្រោមនេះរួចធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងបន្ទាប់មកចុចខ្ញុំយកព្រមនិងលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីហើយចុចកើតបំពេញឲ្យកด OTP គូរសុំដែលត្រូវឡើងនៅក្នុងសារទៅកាន់លេខឆាប់ដៃរបស់យើងដូចជាសម្រាប់លេខកូដគូរសុំសម្រាប់ធ្វើប្រតិបត្តិការនៅក្រោយទៀតហើយចុចយកព្រមដើម្បីជួបប្រតិបត្តិការនេះយើងចុចចុះទំនាក់ទំនងយើងបញ្ចូលលេខកូដទំនាក់ទំនងរបស់យើងបន្ទាប់មកបញ្ចូលលេខកូដបញ្ចូលបញ្ចូលលេខកាយប័ត្រចំនួន2ខែផ្សេងគ្នាគឺកាយប័ត្រទី1កាយប័ត្រទី2រួចយើងចុចជាប់ជាការស្រេចហើយទៅជាទូមកតែអញ្ចឹងជំនាញអ្នកនឹងចូលមានកម្មវិធី DLP App តោះ download ទាំងអស់គ្នា